ការភ័យខ្លាចបើកភ្នែករបស់អ្នកកំពុងសម្លឹងមកខ្ញុំវាគឺជាលោកឌុំចាស់ទី10របស់ខ្ញុំកុំខ្លាចអីជាខ្ញុំចុះហើយលះបង់ខ្លួនឯងទៅរវាងស្វាមីនិងភរិយាការធ្វើរឿងបែបនេះពិតជារីករាយណាស់ហើយយើងអាចចាក់ចេញបានសម្រាប់1000ឆ្នាំចុះបើខ្ញុំធ្វើបាបអ្នកវិញខ្ញុំហេតុអ្វីប្រពន្ធដើរហើយដើរទៀតយប់មិញតើខ្ញុំបានធ្វើឲ្យអ្នកឈឺចាប់ទេហាហាខ្ញុំខ្មាស់អៀនកុំធ្វើបាបខ្លួនឯងអីទូរស័ព្ទរបស់អ្នកកំពុងរោទមិនអើពើនឹងគាត់ទៅយកវាទៅអាយេខ្ញុំបានត្រឡប់ទៅប្រទេសចិនវិញហើយនៅអាកាសយានដ្ឋានឥឡូវនេះខ្ញុំចង់ឃើញចៅស្រីរបស់ខ្ញុំយាយបានត្រឡប់ទៅប្រទេសចិនវិញតើអ្នកបាននិយាយអ្វីយាយបានត្រឡប់ទៅប្រទេសចិនវិញហេតុអ្វីមិនប្រាប់ខ្ញុំមុននេះថាខ្ញុំមិនទាន់ត្រៀមខ្លួនអ្នកមិនចាំបាច់រៀបចំអ្វីទេកុំបារម្ភអីយាយពិតជានឹងចូលចិត្តអ្នកណាស់ហាហាក្មេងល្ងងនោះពិតជាបានបង្កើតអ្វីមួយសម្រាប់ខ្លួនឯងមែនគាត់បានរកឃើញខ្ញុំថាជាចៅស្រីដ៏ស្រស់ស្អាតម្នាក់អូយរុំខ្សែដៃនេះឡើងខ្ញុំចង់ឲ្យវាទៅចៅស្រីរបស់ខ្ញុំជាអំណោយនៅពេលដែលយើងជួបគ្នាលើកដំបូងស្ត្រីចំណាស់នេះជាខ្សែដៃដូនតារបស់គ្រួសារលូហឺមយ៉ាវអ្នកមានការសម្ដែងពាណិជ្ជកម្មនៅទីនេះហេតុអ្វីបានជាបរិស្ថាននៅទីនេះអាក្រក់ម្ល៉េះថ្លៃសម្ដែងរបស់ខ្ញុំទ្វេដងបើមិនដូច្នោះទេខ្ញុំនឹងមិនឡើងលើឆាកទេអូស្ត្រីចំណាស់តើស្ត្រីចំណាស់នោះសុខសប្បាយជាអ្នកដោយរបៀបណាអ្នកបានជួបខ្ញុំអ្នកបានបុកខ្ញុំមុនគេស្រីចាស់ឲ្យម្ដេចក៏ហ៊ាននិយាយទៅវិញអ្នកពិតជាមានមោទនភាពណាស់តើអ្នកហ៊ាននិយាយជាមួយលោកស្រីលូរបស់ខ្ញុំបែបនេះដោយរបៀបណាអូចៅស្រីប្រសាររបស់ខ្ញុំលោកស្រីលូលោកស្រីលូសូមឲ្យខ្ញុំជួយអ្នករើសវាផងចុះស្ពានតើអ្នកស្គាល់ចៅស្រីរបស់ខ្ញុំទេស៊ីឈៀវពិតជាបានជួបជាមួយប្រធានក្រុមហ៊ុនលូគ្រប់មែនលោកប្រធានាធិបតីលូបានរៀបការតើនេះអាចទៅជាយ៉ាងដូចម្ដេចលោកស្រីអាលូខ្ញុំនិងស៊ីឈៀវគឺជាមិត្តរួមថ្នាក់នៅមហាវិទ្យាល័យអ្នកមិនដឹងខ្លួនអំពីអ្វីមួយស៊ីឈៀវមកពីភ្នំគាត់មិនសាកសមដើរទេវីរបុរសមិនសួរអំពីប្រភពដើមទេចុះបើចៅស្រីរបស់ខ្ញុំមកពីភ្នំវិញភ្នំគ្រាន់តែជាចំណុចចាប់ផ្ដើមរបស់គាត់ប៉ុណ្ណោះមិនមែនចប់ទេតោះទៅលោកស្រីលូស៊ីឈៀវលួចរបស់របរនៅសាកលវិទ្យាល័យហើយគាត់ថែមទាំងបានសូកប៉ាន់អ្នកណែនាំរបស់គាត់ទៀតផងអ្នកមិនប្រកាន់ទេតើអ្នកបាននិយាយអ្វីលោកស្រីលូអ្វីគ្រប់យ៉ាងដែលខ្ញុំបាននិយាយគឺជាការពិតអ្នកអាចបញ្ជូននរណាម្នាក់ទៅសាកលវិទ្យាល័យឈូតូដើម្បីស៊ើបអង្កេតគាត់ត្រូវបានបណ្តេញចេញពីសាកលវិទ្យាល័យប៉េកាំងភ្នែករបស់យ៉ាវហ៊ាបនឹងចាប់ផ្ដើមឡើងហើយតោះទៅឲ្យលឿនអ្នកមិនបានឃើញវាទេស៊ីឈៀវស្រីសំភឹងនោះបានរៀបការជាមួយប្រធានាធិបតីលូរួចហើយតើអ្វីដែលធ្វើឲ្យគាត់ពិសេសម្ល៉េះទោះជាយ៉ាងណាក៏ដោយលោកស្រីលូមិនចូលចិត្តស៊ីឈៀវទេគួរតែមាននរណាម្នាក់ត្រឡប់មកវិញដែរសួស្តីលោកគ្រូចៅស្ត្រីចំណាស់រូបនេះបានទៅសាកលវិទ្យាល័យប៉េកាំងដើម្បីពិនិត្យលោកស្រីឆៅពិតជាត្រូវបានបណ្តេញចេញពីសាកលវិទ្យាល័យប៉េកាំងមែនមូលហេតុគឺគាត់បានលួចពេជ្រមួយគាត់ក៏បានសូកប៉ាន់អ្នកណែនាំរបស់គាត់ផងដែរទៅផ្ទះមុនគេតើស្ត្រីចំណាស់គួរតែប្រគល់ខ្សែដៃដូនតានេះទៅឲ្យគេទៀតឬខ្ញុំនឹងមិនផ្ញើវាទេខ្ញុំនឹងទុកវាចោលសិននោះគឺជាកុំភ័យអីយាយនឹងមកដល់ឆាប់នេះស្ត្រីចំណាស់លោកម្ចាស់វ័យក្មេងស្រីស្នេហ៍វ័យក្មេងនិងនារីវ័យក្មេងឲ្យអ្នកបានត្រឡប់មកវិញហើយសូមឲ្យខ្ញុំណែនាំវាដល់អ្នកនេះជាចៅស្រីរបស់អ្នកឈ្មោះសៀវឈៀវសួស្តីយាយមិនអីទេខ្ញុំនឹងទៅដល់ទីនោះឆាប់នេះខ្ញុំត្រូវទៅក្រុមហ៊ុនទៅឲ្យលឿនចូលមកខ្ញុំមានរឿងមួយចង់ប្រាប់អ្នកយាយចង់ប្រាប់ខ្ញុំពីអ្វី
តួលេខខាងលើអ្នកអាចបំពេញអ្វីគ្រប់យ៉ាងយាយឲ្យយាយចង់មានន័យយ៉ាងម៉េចដោយនិយាយបែបនេះយកលុយហើយទុកអាយ៉ានចោលទៅខ្ញុំចង់ឲ្យអ្នកលេងលេះជាមួយអែនហេតុអ្វីខ្ញុំដឹងអំពីអ្វីដែលបានកើតឡើងនៅសាកលវិទ្យាល័យសេដ្ឋកិច្ចយាយខ្ញុំអាចសួរបានចៅស្រីប្រសាស្រីរបស់គ្រួសារលូរបស់យើងដោយមិនគិតពីផ្ទៃខាងក្រោយប៉ុន្តែចរិតរបស់មនុស្សម្នាក់ត្រូវតែថ្លៃថ្នូរអ្នកអាចរកលុយបានច្រើនជាងអ្វីដែលអ្នកអាចចំណាយក្នុងមួយជីវិតដរាបណាអ្នកយកលុយហើយចាក់ចេញពីអែន